ជាធម្មជាតិបានបង្កើតយើងមកគឺឲ្យយើងមានមាត់តែមួយគត់ក៏ប៉ុន្តែឲ្យយើងមានត្រចៀករហូតដល់តែ2ដូច្នេះវាជាការបង្ហាញឲ្យយើងឃើញថាមនុស្សយើងគួរតែនិយាយឲ្យបានតិចជាងការស្ដាប់ហេតុអ្វីនៅសាលារៀនមានសិស្សានុសិស្សមួយចំនួនរៀនពូកែតែសិស្សានុសិស្សមួយចំនួនទៀតរៀនមិនសូវពូកែហើយនៅកន្លែងធ្វើការដូចគ្នាដែរហេតុអ្វីបានជាបុគ្គលិកមួយចំនួននៅពេលដែលដាក់ការងារឲ្យហើយគាត់អាចធ្វើបានល្អហើយបុគ្គលិកមួយចំនួនទៀតដាក់ការងារឲ្យហើយធ្វើមិនសូវបានល្អនៅក្នុងគ្រួសារដូចគ្នាហេតុអ្វីបានជានៅក្នុងគ្រួសារមួយចំនួនមានទំនាក់ទំនងល្អជាមួយគ្នាហើយនៅក្នុងគ្រួសារមួយចំនួនមិនសូវមានទំនាក់ទំនងល្អជាមួយគ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងចែករំលែកនៅចម្លើយនៃបញ្ហាទាំងនេះជាមួយនឹងទាំងអស់គ្នាប្រធានបទដែលយើងនឹងនិយាយគ្នានៅថ្ងៃនេះគឺនិយាយអំពីសារៈសំខាន់នៃការស្ដាប់ហេតុអ្វីបានជាការស្ដាប់សំខាន់បងប្អូនអាចដឹងហើយថាជាធម្មជាតិបានបង្កើតយើងមកគឺឲ្យយើងមានមាត់តែមួយគត់ក៏ប៉ុន្តែឲ្យយើងមានត្រចៀករហូតដល់តែ2ដូច្នេះវាជាការបង្ហាញឲ្យយើងឃើញថាមនុស្សយើងគួរតែនិយាយឲ្យបានតិចជាងការស្ដាប់សូមឲ្យមានការស្ដាប់ឲ្យបានច្រើនហេតុអ្វីពីព្រោះការស្ដាប់គឺពិតជាសំខាន់សម្រាប់ជីវិតហើយនឹងការរស់នៅរបស់យើងការស្ដាប់ផ្ដល់សារៈសំខាន់ជាច្រើនដល់យើងតែនៅក្នុងវីដេអូនេះខ្ញុំសូមចែករំលែកនៅចំណុច3សំខាន់ដែលជាសារៈសំខាន់នៃការស្ដាប់ជាមួយនឹងទាំងអស់គ្នាចំណុចទី1ការស្ដាប់ធ្វើឲ្យយើងទទួលបាននៅចំណេះដឹងហើយនឹងរៀនបានអ្វីដែលថ្មីជាការពិតអ្នកនរគ្នានៅសាលារៀនយើងពិនិត្យហើយនឹងសង្កេតមើលថាសិស្សានុសិស្សដែលរៀនពូកែភាគច្រើនគឺគាត់តែងតែពូកែស្ដាប់តែងតែស្ដាប់ដោយយកចិត្តទុកដាក់តែងតែស្ដាប់ដើម្បីទទួលបាននូវចំណេះដឹងរីឯសិស្សានុសិស្សមួយចំនួនផ្សេងទៀតគាត់អាចនឹងបាត់បង់សមត្ថភាពនៅក្នុងការផ្ចង់អារម្មណ៍មិនអាចយកចិត្តទុកដាក់ស្ដាប់បានល្អប្រសើរហើយនេះគឺជាផ្នែកមួយដែលធ្វើឲ្យការសិក្សារបស់ពួកគាត់មានចំណុចឬក៏ទទួលបានលទ្ធផលផ្សេងគ្នាផងដែរដូច្នេះហើយនៅពេលដែលយើងស្ដាប់ហើយស្ដាប់ដោយល្អស្ដាប់ដោយយកចិត្តទុកដាក់យើងនឹងទទួលបាននូវចំណេះដឹងថ្មីរៀនបានចំណេះដឹងថ្មីត្រង់ចំណុចនេះគឺជារឿងមួយដែលយើងត្រូវតែយកចិត្តទុកដាក់ផងដែរថាតើអ្វីដែលយើងគួរស្ដាប់ហើយអ្វីដែលយើងមិនគួរស្ដាប់ជាពិសេសនៅក្នុងបណ្ដាញ social media បណ្ដាញសង្គមបច្ចុប្បន្ននេះមានរឿងមួយចំនួនដែលយើងស្ដាប់ហើយអាចអភិវឌ្ឍសមត្ថភាពរបស់យើងឲ្យយើងក្លាយទៅជាបុគ្គលដែលកាន់តែពូកែហើយអាចធ្វើរឿងបានល្អជាច្រើនទៀតក៏ប៉ុន្តែរឿងខ្លះយើងស្ដាប់ហើយធ្វើឲ្យអារម្មណ៍ស្មុគស្មាញអារម្មណ៍មួម៉ៅអារម្មណ៍ក្តៅក្រហាយធ្វើឲ្យខ្លួនយើងមិនអាចរស់នៅបានសុខនេះគឺជាអ្វីមួយដែលយើងគួរតែកាត់បន្ថយឬក៏គួរតែផ្អាកកុំឲ្យមាននៅក្នុងជីវិតរបស់យើងចំណុចទី2ដែលជាសារៈសំខាន់នៃការស្ដាប់គឺធ្វើឲ្យយើងអាចយល់បានពីបុគ្គលដទៃឬក៏មនុស្សដទៃជាការពិតបើសិនជាមាននរណាម្នាក់និយាយឲ្យយើងស្ដាប់តែយើងមិនបានយកចិត្តទុកដាក់ស្ដាប់ឬក៏មិនបានស្ដាប់ដោយល្អសួរថាតើយើងអាចយល់ពីជម្រៅចិត្តរបស់គេបានដែរឬក៏អត់ខ្ញុំជឿថាយើងប្រកាសជាមិនអាចយល់បានច្បាស់នោះទេយ៉ាងណាមិញការស្ដាប់នេះធ្វើឲ្យយើងយល់នៅបុគ្គលដែលគាត់កំពុងតែនិយាយមកកាន់យើងថាតើអ្វីដែលជាអត្ថន័យដែលគាត់ចង់បង្ហាញឲ្យយើងដឹងឲ្យយើងយល់នៅក្នុងសាលាឬក៏នៅក្នុងថ្នាក់រៀនលោកគ្រូអ្នកគ្រូនៅពេលដែលគាត់ពន្យល់មេរៀនណាមួយឲ្យយើងជាការពិតណាស់គាត់តែងតែមានគោលបំណងចង់ឲ្យយើងយល់ចង់ឲ្យយើងទទួលបាននូវចំណេះដឹងណាមួយពិតប្រាកដដូច្នេះហើយនៅពេលដែលយើងស្ដាប់ដោយល្អយើងនឹងយល់អំពីចេតនារបស់គាត់យល់អំពីអ្វីដែលគាត់ចង់ផ្ដល់ឲ្យជាមិនខាននៅកន្លែងធ្វើការដូចគ្នាដែរបើសិនជាមេរបស់យើងដាក់កិច្ចការងារឲ្យហើយយើងមិនបានស្ដាប់ដោយយកចិត្តទុកដាក់ការយល់នោះអាចនឹងមានការភ័ន្តច្រឡំហើយនៅពេលដែលមានការភ័ន្តច្រឡំហើយសួរថាតើលទ្ធផលនៃការងារដែលយើងខំប្រឹងប្រែងធ្វើនោះអាចនឹងទទួលបានលទ្ធផលល្អឬក៏ត្រូវទៅនឹងគោលបំណងគោលដៅដែលមេគាត់ចង់បានឬក៏អត់ប្រកបណាស់គឺអាចនឹងមិនទទួលបានលទ្ធផលល្អប្រសើរទេដូច្នេះហើយការដែលយើងស្ដាប់ហើយស្ដាប់ដោយល្អយើងនឹងយល់បានច្បាស់អំពីគោលបំណងរបស់អ្នកដទៃហើយលទ្ធផលក៏កាន់តែល្អប្រសើរផងដែរចំណុចទី3សារៈសំខាន់នៃការស្ដាប់គឺអាចជួយព្យាបាលផ្លូវចិត្តទាំងអស់គ្នាការស្ដាប់នេះបើទោះបីជាវាមានរូបភាពសាមញ្ញធម្មតាក៏ដោយក៏ប៉ុន្តែនៅពេលដែលយើងស្ដាប់ដោយយកចិត្តទុកដាក់ហើយជាពិសេសស្ដាប់ឲ្យយល់អំពីអារម្មណ៍ផ្លូវចិត្តរបស់អ្នកនិយាយបញ្ហាផ្លូវចិត្តមួយចំនួនអាចនឹងដោះស្រាយបាននៅក្នុងការដោះស្រាយបញ្ហាផ្លូវចិត្តបញ្ហាជាច្រើនត្រូវបានដោះស្រាយបានតាមរយៈការស្ដាប់អញ្ចឹង
នៅពេលដែលយើងគ្រាន់តែចំណាយពេលស្ដាប់បុគ្គលណាមួយឬក៏ដៃគូរបស់យើងស្ដាប់ឲ្យយល់ពីអ្វីដែលគាត់ចង់បង្ហាញប្រាប់មកជាអារម្មណ៍ដែលមាននៅខាងក្នុងខ្លួនគាត់ការស្ដាប់បែបនេះនឹងធ្វើឲ្យយើងអាចព្យាបាលឬក៏ជួយព្យាបាលផ្លូវចិត្តរបស់គាត់បាននៅពេលដែលគាត់បាននិយាយហើយយើងបានស្ដាប់ដោយយកចិត្តទុកដាក់បង្ហាញនៅការគោរពបង្ហាញនៅការផ្ដល់តម្លៃបង្ហាញនៅការយកចិត្តទុកដាក់ទៅលើអ្វីដែលគាត់កំពុងតែចែករំលែកនោះធ្វើឲ្យគាត់មានអារម្មណ៍ធូរស្បើយធ្វើឲ្យគាត់មានអារម្មណ៍ថាស្រណុកធ្វើឲ្យគាត់មានអារម្មណ៍ថាយើងគឺជាមនុស្សតែម្នាក់គាត់ដែលយល់ពីគាត់ចំណុចហ្នឹងហើយដែលជាការបង្ហាញថាការស្ដាប់អាចជួយព្យាបាលផ្លូវចិត្តរបស់មនុស្សដែលនិយាយបានជារួមមកវិញការស្ដាប់គឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនគ្រាន់តែថាពេលខ្លះយើងមិនសូវបានយកចិត្តទុកដាក់មិនថានៅក្នុងការសិក្សានៅក្នុងការងារកន្លែងការងារឬក៏នៅក្នុងទំនាក់ទំនងនៅក្នុងគ្រួសារទេការស្ដាប់នឹងជួយឲ្យជីវិតយើងកាន់តែល្អប្រសើរនៅពេលដែលយើងបានស្ដាប់ហើយស្ដាប់ដោយយកចិត្តទុកដាក់ស្ដាប់ឲ្យយល់អំពីខ្លឹមសារនោះយើងនឹងទទួលបានលទ្ធផលជាច្រើនអំពីការស្ដាប់របស់យើងសម្រាប់អ្នកទស្សនាតើការស្ដាប់មានសារៈសំខាន់យ៉ាងណាខ្លះចំពោះជីវិតរបស់អ្នកសូមសរសេរ comment នៅខាងក្រោមដើម្បីចែករំលែកជាមួយនឹងខ្ញុំហើយនិងអ្នកស្ដាប់ដទៃទៀតទាំងអស់គ្នាផងជួបគ្នានៅវីដេអូក្រោយ